Trời hôm nay mình chơi màអូនស្គាល់គាត់មែនអូនសិតតែមិត្តភក្តិគាត់រៀនជាមួយគ្នាឥឡូវគាត់ស្លាប់ទាំងពីរនាក់ហើយបងប្អូនគឺមកតមួយជិះគ្នាពីរនាក់ឥឡូវស្លាប់ទាំងពីរហើយបងប្អូននេះសិតសឹងតែជាមិត្តភក្តិនេះកំពុងតែយំពេញហ្នឹងហើយបងប្អូនដល់កបងប្អូនដល់កឥឡូវស្លាប់ទាំងពីរនាក់តែម្ដងបាទនេះគឺជាពូម៉ាក់បោះអហុងសិតតែពូម៉ាក់បោះអហុងបងប្អូនបាទតែគាត់បានស្លាប់បាទជាមួយមិត្តភក្តិបងប្អូននេះម្ដាយរបស់ក្មេងប្រុសរងគ្រោះបានមកដល់នឹងចំណុចទីតាំងកាត់ហេតុហើយកំពុងតែយំអោបសាកសពកូនគឺគ្រាន់តែបើកមើលមកគឺឃើញមុខកូននឹងគឺស្រែកយំតែម្ដងបងប្អូននេះកូនគ្រប់រូបហើយសូមមេត្តាបើកបរដោយការប្រុងប្រយ័ត្នបាទអាណិតម្ដាយនៅធ្វើការដើម្បីរកលុយចិញ្ចឹមកូនហ្នឹងនេះមែនទេកូនលោកអ្នកនាងជាទីមេត្រីមានហេតុការណ៍ដ៏រន្ធត់មួយដែលបណ្ដាលឲ្យក្មេងប្រុសជាសិស្សសាលា2នាក់បានស្លាប់នៅទីតាំងកាត់ហេតុតែម្ដងក្រោយគាត់បានជិះម៉ូតូមួយគ្រឿងបុកជាមួយនឹងឡានដឹកទំនិញហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី21ខែមិនិនាឆ្នាំ2026ស្ថិតនៅជាប់នឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅក្នុងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញនៅទីតាំងកាត់ហេតុពោពេញទៅដោយសម្រេចទ្រហោយមរបស់មិត្តភ័ក្តិដែលរៀនជាមួយគ្នាhôm nay mình trời hôm nay mình chơi mà អូនស្គាល់គាត់មែនអូនសិតតែមិត្តភក្តិគាត់ដែលរៀនជាមួយគ្នាឥឡូវគាត់ស្លាប់ទាំងពីរនាក់ហើយបងប្អូនគឺមកតមួយជិះគ្នាពីរនាក់ឥឡូវស្លាប់ទាំងពីរហើយបងប្អូននេះកំពុងតែយំពេញហ្នឹងហើយបងប្អូនដល់កបងប្អូនដល់កឥឡូវស្លាប់ទាំងពីរនាក់តែម្ដងនេះបងប្អូននេះម្ដាយរបស់ក្មេងប្រុសរងគ្រោះបានមកដល់នឹងចំណុចទីតាំងកាត់ហេតុហើយកំពុងតែយំអោបសាកសពកូនគឺគ្រាន់តែបើកមើលមកគឺឃើញមុខកូននឹងគឺស្រែកយំតែម្ដងបងប្អូននេះកូនគ្រប់រូបហើយសូមមេត្តាបើកបរដោយការប្រុងប្រយ័ត្នបាទអាណិតម្ដាយនៅធ្វើការដើម្បីរកលុយចិញ្ចឹមកូនពុកម៉ែបងកូនបងអាប្អូនហ្នឹងទៅហៅពុកម៉ែមិនដឹងទៅហៅបងកូនខ្ញុំមានទុកអាប្អូននៅស្នាបាទអាប្អូនហ្នឹងជិះផ្ទះមកដល់គេជិះផ្ទះនេះមែនទេកូលោកអ្នកនាងជាទីមេត្រីនេះគឺជារថយន្តបានជួបហេតុការណ៍បុកជាមួយនឹងម៉ូតូម៉ាក់និចធូរបស់ក្មេងសិស្សសាលា2នាក់គឺរថយន្តចិត្តដល់នឹងទីតាំងដែលគាត់ត្រូវឈប់ហើយស្រាប់តែមកជួបហេតុការណ៍នេះដែលបណ្ដាលឲ្យក្មេងប្រុស2នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅទីតាំងកាត់ហេតុតែម្ដងបងប្អូនមើលទៅខាងក្រោយរបស់ខ្ញុំបាទនេះគឺសុទ្ធសឹងតែជាមិត្តភ័ក្តិរួមថ្នាក់ជាមួយគាត់តាមម្ដងកំពុងតែទ្រហោយមនៅទីតាំងកាត់ហេតុមុននេះក្រុមគ្រូពេទ្យបានពិនិត្យរួចរាល់ហើយគឺក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយបងប្អូនគឺនៅទីតាំងកាត់ហេតុពោពេញទៅដោយឈាមពេញផ្លូវនេះតែម្ដងអូនអីមិត្តភ័ក្តិគាត់មិនអូនសុំទាវតិចមើលបាទខ្ញុំមកគាត់ឈ្មោះអីដែរអូនមួយឈ្មោះហុងមួយឈ្មោះរីឈ្មោះហុងស្គាល់តកោគាត់អត់អូនមួយមិនគីមហុងរីនេះស្គាល់តកោគាត់ជាសិស្សសាលាមែនអូនមួយឈប់រៀនមួយនៅរៀនមួយណាដែលឈប់រៀនឈ្មោះគេខំមួយបកកឈូហ្នឹងឈប់រៀនហើយហុងនឹងឈប់រៀនហើយបាទចុះដឹងថាពេលកាត់ហើយគាត់ជិះតោទៅណាមកណាយគាត់ជិះទៅបឹងតងបឹងបៃតងតែគាត់ទៅណាអូនតែគាត់នៅ39ដឹងថាគាត់ទៅក្នុងគោលម្ដងអីអត់អូនឹងជីក្រោយគាត់នឹងឃើញឡានគាត់បាទស្ដែងរត់បាទឃើញឡានហ្មងគាត់ស្រោចចិត្តផុសឡាននឹងជន់មកទំហឹងហ្មងឡើងអោកកង់អូនឯងឃើញហេតុការណ៍នេះផ្ទាល់ហ្មងបាទមិនដល់ពេលហ្នឹងគាត់បុកព្រាមខ្លោងមកគាត់ដេកទាំងពីរហ្នឹងអូបុកផាំងដេកឈាមពេញទៅហ្មងពេលទៅគាត់តន់ឈាមឲ្យខ្ញុំបកមកដល់ទៀតឈាមអានោះហូរមកហើយគាត់ជីក្នុងលបឿនយ៉ាងម៉េចដែរអូនគាត់មិនស្អីលឿនពេកទេឡានគាត់ជន់មកខ្លាំងវិញគាត់បត់លឿនឡានបាទឡានបត់មកទំហឹងចុះនេះបាក់បោទៅណាបាត់ហើយបាក់បោថាពូឯងថាបលីបជូនទៅខាងនេះអូចឹងបលីគាត់បានដែរមិនបាទលោកអ្នកនាងជាទីមេត្រីតាមការបញ្ជាក់ពីប្រភពព័ត៌មាននៅទីតាំងកាត់ហេតុគឺក្មេងប្រុសរងគ្រោះទាំងពីរនាក់បានធ្វើដំណើរតាមរយៈម៉ូតូនិចធូរបស់គាត់
ក្នុងទីដៅពីត្បូងទៅជើងស្រាប់តែម្ដងនឹងចំណុចកាត់ហេតុនេះបានបុកគ្នាជាមួយនឹងរថយន្តដឹកទំនិញមួយគ្រឿងភ្លាមធ្វើឲ្យជនរងគ្រោះបានបោកក្បាលស្លាប់ទាំងពីរនាក់នៅចំណុចទីតាំងកាត់ហេតុតែម្ដងបងប្អូននេះគឺជាសម្លេងត្រហោយំរបស់មិត្តភ័ក្តិដែលជាអ្នករៀនថ្នាក់ជាមួយគ្នាបាទគឺកំពុងតែអុជធូបទៅកសលឲ្យក្មេងប្រុសរងគ្រោះទាំងពីរនាក់បាទឆាប់ចាប់ជាតិបាទជាតិនេះអាយុខ្លីបាទសូមឲ្យជាតិក្រោយអាយុវែងជាងនេះបាទនេះសិតសឹងតែជាមិត្តភ័ក្តិពួកម៉ាក់របស់គាត់ដែលរៀនជាមួយគ្នាបាទទើបតែជួបមុខគ្នាសោះឥឡូវបានស្លាប់ភ្លាមតែម្ដងបាទបងប្អូនដល់កបងប្អូនអើយបាទនេះគឺជាពួកម៉ាក់បោះអហុងបាទសិតតែពួកម៉ាក់បោះអហុងបងប្អូនបាទតែគាត់បានស្លាប់បាទជាមួយមិត្តភ័ក្តិបងប្អូនអើយលោកអ្នកនាងជាទីមេត្រីម្ដាយនិងឪពុករបស់ក្មេងប្រុសរងគ្រោះទាំងពីរនាក់បានមកដល់នឹងទីតាំងកាត់ហេតុហើយគឺពោពេញទៅដោយសម្លេងស្រែកត្រហោយំដោយក្មេងប្រុសទាំងពីរនាក់ជាមិត្តភ័ក្តិជាមួយគ្នាបើទោះបីជាកាត់មិនចំថ្ងៃជាមួយគ្នាប៉ុន្តែស្លាប់ក្នុងថ្ងៃតែមួយដេកស្លាប់គឺជាប់គ្នាតែម្ដងពោពេញទៅដោយឈាមតែម្ដងដោយសារតែក្មេងប្រុសរងគ្រោះទាំងពីរនាក់គាត់បានបើកបរដោយមិនបានពាក់មួកសុវត្ថិភាពលោកអ្នកនាងជាទីមេត្រីនៅក្នុងហេតុការណ៍នេះកម្លាំងនគរបាលជំនាញក៏បានធ្វើការឃាត់ខ្លួនអ្នកបើកបរយន្តដឹកទំនិញនេះផងដែរដើម្បីយកទៅធ្វើការសួរនាំអរគុណប្រិយមិត្តដែលចំណាយពេលតាមដានទស្សនានៅការផ្សាយរបស់ក្រុមការងាររីករាយញូខ្ញុំបាននឹងក្រុមការងារសូមអរគុណសូមគោរពលា